នៅក្នុងឆ្នាំ2025ប្រទេសកម្ពុជាដែលតែងតែស្រឡាញ់នៅសន្តិភាពនិងតែងតែចង់រួមរស់ជាមួយប្រជាជាតិផ្សេងទៀតក្នុងសន្តិភាពបែរជាត្រូវបានប្រទេសថៃដែលជាប្រទេសជាប់របងវាយប្រហារឈ្លានពានចំនួន2លើកនៅក្នុងនោះលើកទី1គឺនៅថ្ងៃទី24ខែកក្កដានិងលើកទី2គឺនៅថ្ងៃទី7ខែធ្នូខណៈដែលកម្ពុជាបានប្រើសិទ្ធិក្នុងការវាយបកដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងអាយុជីវិតប្រជាពលរដ្ឋផងដែរពិតណាស់នៅក្នុងសង្គ្រាមទាំងពីរលើកដែលបង្កឡើងដោយភាគីថៃនេះពួកគេបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់និងទំនើបជាច្រើនដើម្បីបំពេញមហិច្ឆតាចង់កាន់កាប់ទឹកដីកម្ពុជាបំពានច្បាប់អន្តរជាតិមិនខ្វល់ពីការរិះគន់អាវុធដែលយោធាថៃប្រើនោះរួមមានយន្តហោះចម្បាំងរថក្រោះកាំភ្លើងធំដ្រូនទម្លាក់គ្រាប់ដ្រូនអត្តឃាតកាំជ្រួតហ្វូង DTI-1G កាំជ្រួតហ្វូង DTI-2 និង SR-4 ផ្សែងពុលនិងគ្រាប់បែកចង្កោមជាដើមដើម្បីវាយប្រហារលើកម្ពុជាដោយបានបំផ្លាញនៅប្រាសាទបុរាណរបស់ខ្មែរហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានរបស់ពលរដ្ឋនៅព្រំដែនជាច្រើនខ្នងអ្វីដែលសំខាន់គឺបានធ្វើឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់នឹងរបបជាច្រើនញាក់ផងដែរក្រោយយោធាថៃប្រើប្រាស់អាវុធទំនើបវាយប្រហារសង្គ្រប់មុខលើកម្ពុជាប្រជាពលរដ្ឋខ្មែរជាច្រើនចង់ឲ្យរាជរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពបន្ថែមទៀតទៅលើវិស័យការពារជាតិដូច្នេះដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំតើរាជរដ្ឋាភិបាលគួរធ្វើដូចម្តេចខ្លះលោកបណ្ឌិតជ័យតិចអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានបញ្ជាក់តាមរយៈវិទ្យុវាយ៉នៅថ្ងៃទី2ខែមករាឆ្នាំ2026ថារាជរដ្ឋាភិបាលត្រូវកាត់បន្ថយនិងលុបបំបាត់ឲ្យបាននៅអំពើពុករលួយចំណាយខ្ជិះខ្ជាយមិនត្រូវគោលដៅជ្រើសរើសកងទ័ពប្រកបដោយតម្លាភាពសមត្ថភាពមានការបណ្ដុះបណ្ដាលអនុវត្តកាតព្វកិច្ចយោធាបង្កើនថវិកាជាតិលើវិស័យការពារជាតិក្នុងការធ្វើទំនើបកម្មសវាវុធកងកម្លាំងកំណែទម្រង់រចនាសម្ព័ន្ធស្ថាប័នលោកបណ្ឌិតជ័យតិចបន្ថែមថារាជរដ្ឋាភិបាលត្រូវពង្រឹងឬបង្កើតបន្ថែមនៅស្ថាប័នដែលមានសក្តានុពលក្នុងការប្រើប្រាស់យុទ្ធធាក្នុងសង្គ្រាមសម័យបច្ចុប្បន្នដូចជាអង្គភាពដ្រូនរ៉ូបូតនិងអង្គភាពការពារដែនអាកាសសហការជាមួយប្រទេសជាមិត្តបង្កើតរោងចក្រផលិតសព្វាវុធនៅកម្ពុជាជាងនេះទៀតដើម្បីឲ្យវិស័យការពារជាតិខ្លាំងគឺត្រូវមានសេដ្ឋកិច្ចខ្លាំងផងដែរដូច្នេះកម្ពុជាត្រូវតែរួបរวมគ្នាជាការកត់សម្គាល់នៅក្នុងការវាយប្រហារឈ្លានពានពីយោធាថៃនេះអ្វីដែលពលរដ្ឋខ្មែរនិងអន្តរជាតិមិនសរសើរមិនបានគឺទឹកចិត្តដ៏អង្អាចក្លាហានរបស់កងទ័ពកម្ពុជាដោយកងទ័ពម្នាក់សុទ្ធក៏ហ៊ានលះបង់ជីវិតដើម្បីការពារទឹកដីពីសត្រូវឈ្លានពានទោះត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងមនុស្សដែលជាទីស្រឡាញ់ក៏ដោយចំណុចនេះលោកបណ្ឌិតជ័យតិចក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាសូមផ្ដល់ជារង្វាន់លើកទឹកចិត្តប័ណ្ណសរសើរឬការដំឡើងឋានន្តរស័ក្តិលុបបំបាត់ឲ្យបាននៅអំពើពុករលួយឬការកឹបកេងពាក់ព័ន្ធទៅនឹងការឧបត្ថម្ភគាំទ្រនិងសម្ភារៈផ្សេងគាំទ្រដល់កងទ័ពដែលមានជីវភាពលំបាកជាដើមចំពោះពលរដ្ឋវិញសូមចូលរួមជួយផ្សព្វផ្សាយនៅព័ត៌មានពិតនិងលើកទឹកចិត្តដល់កងទ័ពកម្ពុជាសូមជម្រាបថានៅក្នុងឆ្នាំ2026នេះរាជរដ្ឋាភិបាលកម្ពុជានឹងមានថវិកាប្រមាណ $9.6 ពាន់សម្រាប់ប្រើប្រាស់ក្នុងដំណើរការកសាងអភិវឌ្ឍនិងការពារប្រទេសដោយចំនួននេះបានកើនឡើងទៅទួកបើធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2025នៅក្នុងឆ្នាំ2026នេះក្រសួងការពារជាតិនឹងមានថវិកាប្រមាណ $2.9997 លានរៀលស្មើនឹងប្រមាណ$750 លានកើន 1.28% ធៀបនឹងឆ្នាំ2025